គ្នាឥឡូវយើងមកចូលដល់ភាគទី12របស់យើងបន្តទៀតហើយនៅវគ្គនេះដែរយើងនឹងធ្វើដំបូងទាំងអស់គ្នាតោះយើងចាប់ផ្ដើមជាមួយគ្នាទាំងអស់គ្នាអូខេតោះយើង comment អក្សរ T មកជានេះមកអូខេចាំនេះមកឡើងទៅលើ1ម៉ែត្រមកអូខេកុំឲ្យចេញនេះបន្ទាត់នេះមួយមកយើងវាយនេះវាណាធ្វើដំបូងយើងមានដល់មុំ30មកអូខេអានេះក៏មុំ30ដែរនេះអូខេតើមកយើងកុំសធីទៅមកណាទៅចូលឆ្នាំខ្មែរអត់មានលុយអូខេតើមកយើងកូពីនេះទៅដាក់ទៅអក្សរ M ត្រង់ចំណុចនេះមកបន្ទាប់មកកុំអក្សរ Lនេះមកនេះមកត្រង់ចំណុចនេះមកចូលនេះមួយទៀតមកអូខេអូខេតើមកយើង select លើនេះមួយមកយើង copy អក្សរ M តចុចមកនេះមួយមកយើងចុចoption នៅលើ keyboard របស់យើងអូខេតោះមកយើង comment អីលុបតនេះចោលទៅអូខេតោះមកយើង select នេះទាំងអស់មកតាមចុច option អូខេនេះជាឆ្លងcopy មកខាងនេះទៅច្រឡំមកស្អឹង option យើងកត់ទៅមួយសិនអូខេស្អឹងណែមក option មកអូខេបាននេះហើយអូខេលុបហើយលុបតនេះចោលអូខេបន្តមកយើង select លើនេះមួយមកស្អឹង option មកត្រង់ចំណុចនេះអក្សរ L គូនេះមកនេះមកអូខេតើមកយើង select នេះមកទៅនេះសិនអក្សរ M ចាំចុចនេះពេញ option មកត្រង់ចំណុចមួយចំណុចនេះមួយទៀតអូខេបាននេះយើងទៅខាងនេះម្ដងselect នេះមួយមក M ជា option មកត្រង់ចំណុចនេះអូខេតទៅពីអក្សរ L ហើយយើងគូបន្ទាត់ឡើងនេះឡើងនេះមកអូខេតទៅទៀតយើង select លេខនេះទាំងអស់មកអក្សរ M ទៅចំនេះមួយមកហើយចុច option របស់បងប្អូនពេលទាញមកកុំឲ្យវាដោយតែមួយមកយើង option យើងទាញមួយឲ្យសល់មួយចោលតែមកយើងលុបនេះចោលអូខេជាបានប៉ុណ្ណេះហើយយើងវាស្អាតមកត្រង់នេះមួយអូខេនេះត្រង់នេះអូខេនេះត្រង់មកនេះមកអូខេហើយយើងលើនេះឡើងលើនេះមកបងសូភីពីនេះអូខេតើមកយើងវាស្អិលជុំនេះមកអូខេយើងលុបនេះចោលកុំស្អីលុបចោលដែរលុបចោលដែរអូខេនេះលុបចោលទៅហើយនៅមេរៀននៅវគ្គទី
ទី12យើងគឺយើងធ្វើប៉ុណ្ណឹងហើយនៅវគ្គក្រោយទៀតយើងនៅធ្វើដំបូងយើងទៅហើយបងប្អូនហើយវគ្គទី12របស់យើងហើយខ្ញុំធ្វើតែប៉ុណ្្នឹងទេគំតាបងប្អូននៅនឹងបន្តសិក្សាយើងបន្តទៀតនៅវគ្គក្រោយបាទបើមាននៅកំហុសខុសឆ្គងអីជួយណែនាំដល់ព្រោះអីខ្ញុំក៏មិនសូវជាច្បាស់អីប្រហែលដែរបាទអរគុណច្រើនអ្នកនរគ្នាឲ្យវគ្គនេះយើងមានប៉ុណ្ណឹងទេអរគុណច្រើនជម្រាបលាអ្នកនរគ្នាសុខសប្បាយទាំងអស់គ្នាកុំភ្លេចជួយ follow ខ្ញុំด้วยครับขอบคุณครับ